ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទវីដេអូនេះដែរគឺជាវីដេអូ testing ទូ ATS បាទ63 ampere បាទ 3 phase ហើយក៏សូមអធិស្ឋានទៅរៀមច្បងបាទក៏ដូចជារៀមប្អូនបាទដែលដើរក្នុងវិស័យទូភ្លើងទាំងអស់គ្នាផងដែរបាទហើយការធ្វើ test របស់ខ្ញុំនេះគឺ test ជាមួយភ្លើង generator បាទឥឡូវនេះខ្ញុំកំពុងតែរៀបចំផ្ដាច់ភ្លើង EDC ហើយបាទនេះខ្ញុំផ្ដាច់ភ្លើង EDC ចេញបន្ទាប់មកគឺ generator start ឡើងបាទអាភ្លើង3គ្រាប់ខាងស្ដាំដែលបងប្អូនកំពុងតែមើលភ្លឺឡើងហ្នឹងគឺ generator បាទបន្ទាប់ពី generator បញ្ឆេះបាទ standby អស់រយៈពេល10 second ទៅ15 second បានវាភ្ជាប់ភ្លើងទៅចូលក្នុងផ្ទះប្រើប្រាស់ក៏ដូចជាអគារប្រើប្រាស់របស់បងប្អូនបាទនេះបាទអាភ្លើងអំពូលខាងក្រោម3គ្រាប់ក្រហមភ្លើងខៀវហ្នឹងគឺជាអំពូល output មានន័យថា ATS ភ្ជាប់មកបានមានភ្លើងទៅអគារប្រើប្រាស់ឬក៏ condo ឬក៏ផ្ទះពុកម៉ែបងប្អូនប្រើប្រាស់ហើយសម្រាប់ទូនេះដែរខ្ញុំប្រើជាប្រភេទsmart chain បជាបាទហើយខាងម៉ាស៊ីនភ្លើងខ្ញុំក៏បានដាក់ប្រភេទបាទមេបាច់មួយដែរបាទបជាអូតូដែរដោយសារតែម៉ាស៊ីនស៊េរីចាស់គឺគាត់អត់មានខួរក្បាលអូតូទេបាទអញ្ចឹងខ្ញុំកែដាក់ខួរក្បាលមេបាច់មួយដែរសម្រាប់ឲ្យវាសង្គ្រោអូតូជាមួយទូរបស់យើងទៅឡើងហើយសម្រាប់ទូនេះដែរមានកម្លាំង 3 phase 63 ampere បាទស័ក្តិសមជាមួយការប្រើប្រាស់ទៅផ្ទះវីឡាបាទល្មមបាទគឺយើងអាចប្រើប្រាស់បានហើយបាទជាមួយភ្លើង63 ampere តែបើសម្រាប់ condo សម្រាប់អគារស្នាក់នៅធំគឺអត់ស័ក្តិសមទេបាទដោយសារតែភ្លើងតូចបាទនេះសម្រាប់ផ្ទះវីឡាឬក៏ភូមិគ្រឹះអីនានាបាទអញ្ចឹងក្នុង label ខ្ញុំនេះក៏ខ្ញុំដាក់ដែរខ្ញុំដាក់ភ្លើង EDC ភ្លើងរត់អានេះភ្លើង generator ភ្លើងម៉ាស៊ីនភ្លើងបាទនេះភ្លើង load នេះមានតែភ្លើងទៅផ្ទះប្រើប្រាស់មិញហ្នឹងខ្ញុំតេស្តជាមួយចាយខ្ញុំបិទភ្លើងរត់ឥឡូវខ្ញុំបើកភ្លើងរត់វិញភ្លើងរត់មកវិញវាវាយចូលភ្លើងរត់មកវិញភ្លឺនេះវាយចូលភ្លើងរត់ភ្លឺនេះអញ្ចឹងវាមានតួនាទីប្រសិនភ្លើងអូតូបាទសម្រាប់ការធ្វើតេស្តរបស់ខ្ញុំនេះគឺយើងធ្វើតេស្តផ្ដាច់ភ្លើងរត់បន្ទាប់មកម៉ាស៊ីនភ្លើង start បាទវាយចូលខាងម៉ាស៊ីនភ្លើងបន្ទាប់មកពួកខ្ញុំបើកភ្លើងរត់មកវិញតើផលិតម៉ាស៊ីនភ្លើងដែរឬអត់ដូចតែក្នុងវីដេអូអញ្ចឹងបាទឥឡូវនេះពួកខ្ញុំបានបើកភ្លើងរត់មកវិញហើយក៏ប៉ុន្តែវាអត់ទាន់វាយចូលទេដោយសារតែយើង set up មាន delay time បាទនេះវាផ្ដាច់ហើយបន្ទាប់មកបានវាវាយចូលវិញនេះគឺចូលភ្លើងរត់វិញហើយបន្ទាប់មកវាមានតួនាទីផលិតម៉ាស៊ីនភ្លើងអូតូដោយតែបងប្អូនបានឃើញរូបអញ្ចឹងបាទខាងភ្លើងខាងអំពូលសញ្ញាខាងម៉ាស៊ីនភ្លើងគឺលុតអូតូហើយបាទលុតបាត់ហើយអញ្ចឹងមានន័យថាទូនេះគឺដំណើរការដោយអូតូពេលដែលភ្លើងរត់ដាច់គឺម៉ាស៊ីនភ្លើង start អាប់ឡើងមកវាយចូលខាងម៉ាស៊ីនភ្លើងដើម្បីផ្គត់ផ្គង់ power ទៅប្រើប្រាស់ក្នុងអគារក្នុង condo ឬក៏ក្នុងផ្ទះបាទបន្ទាប់មកពេលដែលភ្លើងរត់ back មកវិញមានន័យថាវាមានតួនាទីមួយសម្រាប់ភ្ជាប់ភ្លើងរត់ឲ្យទៅអគារប្រើប្រាស់ឬក៏ផ្ទះបងប្អូនប្រើប្រាស់ហ្នឹងហើយក៏វាមានតួនាទីមួយទៀតគឺសម្រាប់ទៅផលិតម៉ាស៊ីនភ្លើងអូតូដោយស្វ័យប្រវត្តិខ្លួនឯងបាទហើយបើ menu លើអានេះអត់ដើរទៀតចាញ menu លើអានេះបាននេះដៃរបស់វាបាទដៃរបស់វាសូកកន្លោះនេះមកហើយទាញមកក្រោមអស់ភ្លើងម៉ាស៊ីនកដាលមានន័យថាអត់ជាប់ខាងណាទៅលើទាំងអស់ទៅលើឲ្យផុតភ្លើងរត់បាទលក្ខខណ្ឌនេះប៉ុណ្ណឹងបើទាញមកកដាលវាដាច់ទាំងអស់ទាញមកក្រោមស្មើភ្លើងម៉ាស៊ីនបើឆេះម៉ាស៊ីនភ្លើងមកវាចូលហើយបាទហ្នឹងកាច់តែម្ដងហ៎បងទាញមកវិលដូចម៉ូទ័រអញ្ចឹងទាញមកគឺទាញទៅគឺវិញអញ្ចឹងតែប៉ុណ្ណឹងទេអត់មានន័យតឹងឯធូរទេបាទអញ្ចឹងក្នុងករណីថាវិជាអានេះអត់បានយើងត្រូវកាច់ដៃទៅតែចុចអានេះមកអបដែរអបនេះវាស្មើនេះ menu នេះបាទអននេះវាស្មើអូតូអញ្ចឹងអបនេះស្មើ menu លើនេះដៃនេះចឹងដល់ពេលចុច menu ដូរលើនេះម្ដងហើយក្នុងនេះម្ដងបាទដូរលើនេះហើយយើងបញ្ជាលើនេះអត់ដើរទេយើងចុចអានេះមកយើងបញ្ជាផ្ទាល់លើអាក្បាល ATS នេះមកអានេះមានន័យថាយើង menu លើនេះបញ្ជាពីអានេះមកឲ្យអានេះស្ដាប់នេះគូក្បាលនេះស្ដាប់អានេះតែបើវាបញ្ជាទៅវាអត់ព្រមស្ដាប់ទេបញ្ជាលើអានេះផ្ទាល់ហ្មងចុចលើនេះបញ្ជាផ្ទាល់អានេះបាច់ខ្វល់ពីវាទេបាទសម្រាប់ទូនេះដែរពុកម៉ែបងប្អូនមានតម្រូវការអាចចំណេះនងមកខាងពួកយើងតម្លៃសមរម្យធានាគុណភាពរយៈពេល1ឆ្នាំពេញទាំងសម្ភារៈទាំងសេវាកម្មអរគុណជម្រាបលាបាយបាយ